សួស្តីអ្នកនរគ្នានៅជួបមួយខ្ញុំនៅប្លុកថ្មីហើយប្លុកកាលនេះគឺខ្ញុំនាំអ្នកនរគ្នាទៅលេងកន្លែងថ្មីនៅខាងខេត្តកំពង់ឆ្នាំងអ្នកនរគ្នាកន្លែងដែលគេទៅបើកថ្មីដែលមានចិញ្ចឹមសត្វជៀមសត្វជ្រូកសាច់មាន់អីច្រើនប្រភេទអ្នកនរគ្នាតើនៅកន្លែងហ្នឹងស្អាតប៉ុណ្ណាហើយក៏ទេសភាពឬក៏សកម្មភាពពួកខ្ញុំនេះមកឡានអ្នកនរគ្នាទៅនេះសប្បាយមិនចាំមើលវីដេអូអ្នកនរគ្នាសួស្តីអ្នកនរគ្នាឥឡូវនេះពេលយប់យើងមកដល់ខាងកសិដ្ឋានចិញ្ចឹមជៀមបែបធម្មជាតិនៅខាងកំពង់ឆ្នាំងយំទៅផ្លូវដែលយើងមកនេះគឺវាអត់ឆ្ងាយពីទឹកធ្លាក់ជ្រាវអ្នកនរគ្នាយើងវាចន្លោះចង់ឲ្យព្រំប្រទល់រវាងនេះទីតាំងស្ថិតនៅខាងយើងកំពង់ស្ពឺនិងកំពង់ឆ្នាំងយំនៅខាងចិត្តនៅព្រំដែនគ្នាយំទឹកធ្លាក់យំមកតាមទឹកធ្លាក់ជ្រាវបងប្អូននៅខាងកសិដ្ឋានចិញ្ចឹមជៀមបែបធម្មជាតិនេះបងប្អូនខាងកំពង់ឆ្នាំងក៏ពិតវាអត់ឆ្ងាយពីខាងកំពង់ស្ពឺនៅជាប់គ្នាឥឡូវពេលយប់ប្រហែលខ្ទង់ម៉ោងមិន10ហើយពួកខ្ញុំហូបអីហើយញ៉ាំអីហើយឥឡូវយើងបរិភោគអាហារពេលយប់ហើយយើងជុំគ្នារួចរាល់ហើយយើងនេះខ្ញុំមកដល់ពេលយប់អត់ដឹងថាបរិយាកាសឬក៏ទេសភាពនៅជុំវិញនេះស្អាតប៉ុណ្ណាយើងចាំមើលពេលព្រឹកអស់គ្នាតើវាស្អាតប៉ុណ្ណាឬក៏មានចង់ថានៅទីនេះមានបែបបត់មិនហើយក៏មិនវាស្អាតចាំតាមដាននៅពេលព្រឹកអស់គ្នាតែសំខាន់នៅនេះគឺគេរៀបចំអត់ទាន់ហើយអ្នកគ្នាគេទទួលភ្ញៀវតាអ្នកដែលមកតិចតួចលក្ខណៈគ្រួសារអញ្ចឹងអត់ទាន់ទទួលមនុស្សបានច្រើនទេអញ្ចឹងចាំមើលសកម្មភាពពេលព្រឹកទាំងអស់គ្នាតាមនៅនេះទេសភាពស្អាតប៉ុណ្ណាមួយខ្ញុំអស់គ្នាតែឥឡូវខ្ញុំដល់មកសម្រាប់អញ្ចឹងគូណៃចាំជួបមួយខ្ញុំនៅពេលព្រឹកអស់គ្នាSlow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement Everything I do so instinctive and so passionate Every word I move so descriptive like an adjective I got a vendetta against people who patented Being negative when you should be getting after it I got facts over tracks This and that, spitting slow, spitting fast អូលហងល្អបងអើយនេះអែមែនតើនេះខំណាគេចិត្តចែកគ្នាតែរៀងស្ទើរណាបាទតែឃើញគ្នាច្រើនឲ្យភ្លក់ទៅតែរៀងស្ទើរមែនតើពេលវាទុំខ្លាំងពណ៌លឿងខ្លាំងទៅអែមវាអែមមកបាទអញ្ចឹងនេះផ្ទះខ្ញុំបែរមកខាងនេះគឺទិសខាងលិចបាទអញ្ចឹងធម្មតាផ្ទះដែលនៅទិសខាងលិចវាក្តៅខ្លាំងអញ្ចឹងជាងនេះគឺក្តៅខ្លាំងអញ្ចឹងវិធីសាស្ត្រធម្មជាតិដើម្បីជួយការពារផ្ទះកុំឲ្យក្តៅយើងធ្វើទ្រើងយ៉ាប់អញ្ចឹងមកដើម្បីយើងអាចនឹងដាំ passion ហេតុអីបានដាំ passion អត់ដាំផ្លែផ្សេងដោយសារផ្លែផ្សេងយើងត្រូវការបេះ passion បាច់បេះទេពេលដែលវាទុំវាធ្លាក់មកខ្លួនឯងអញ្ចឹងខ្ញុំរៀនពីគ្រូខ្ញុំបរទេសថា passion ជាផ្លែឈើដែលលុយធ្លាក់ពីលើមេឃបានន័យថាយើងមិនចាំបាច់ធ្វើអីវាទុំវាធ្លាក់ឲ្យយើងខ្លួនឯងហ្មងហើយអានេះយើងឃើញវាស្លឹកអញ្ចឹងមែនក៏ប៉ុន្តែអានេះគេហៅ cranberry hibiscus អញ្ចឹងអាស្លឹកនេះហ្នឹងគេយកទៅធ្វើតែស្លឹកហ្នឹងណាហើយស្លឹកហ្នឹងញ៉ាំបានអញ្ចឹងអ្នកធ្វើមហូបណាបើគេចង់តុបតែងណាដាក់ស្លឹកហ្នឹងនៅក្នុងហ្នឹងទៅហើយញ៉ាំសាក់នេះមកជូរព្រឹកណាពួកវាស្រៀងពូជពពួកផ្ការំយោលក៏ប៉ុន្តែអានេះគេញ៉ាំស្លឹកអញ្ចឹងស្លឹកវាយកធ្វើសាឡាត់ញ៉ាំសាក់លបងបេះដាច់បេះញ៉ាំបានបាទជូរហើយឆ្ងាញ់ចុះបើសិនយើងធ្វើមហូបយើងដាំពពួកនឹងចម្រោះមកយើងមានអារម្មណ៍បើយើងមានអារម្មណ៍ថាមហូបរបស់យើងទៅជាចម្រោះមហូបរបស់យើងអាចកែច្នៃបានច្រើនបាទហើយវាចាស់នេះហ្នឹងយើងអាចបេះវាមកយើងហាលវាឲ្យស្ងួតទៅណាយកធ្វើតែអាហ្នឹងកាត់ជាតិស្ករក្នុងឈាមហើយឈ្ងុយកាត់ជាតិស្ករក្នុងឈាមឲ្យឈ្ងុយហើយអាស្លឹកដែលវាចុងនេះអាចុងខ្ចីនេះណាយើងយកមកអាំងសាច់អាំងដូចកូរ៉េអញ្ចឹងអាំងសាច់អាំងហើយផ្ទាប់មកញ៉ាំមកឆ្ងាញ់ហើយយើងត្រូវគិតថាសារជាតិចិញ្ចឹមវាច្រើនអាតកៅ
តកៅនាងដែលគេយកមកធ្វើសូត្រហ្នឹងគេឲ្យស៊ីតែមនសុតតែមើលឃើញវាធំធាត់ល្អហើយវាផលិតទៅជាសូត្របានឲ្យយើងស៊ីតែហ្នឹងមួយមុខទេអញ្ចឹងយើងគិតមើលសារជាតិចិញ្ចឹមច្រើនប៉ុណ្ណានៅក្នុងហ្នឹងហើយគេលក់តែនេះថ្លៃមែនតើយើងឆែកមើលទៅតែស្លឹកមននៅ Amazon ទៅថ្លៃមែនតើបាទហើយផ្លែរបស់វាពេលដែលវានៅខ្ចីពណ៌វារៀងក្រហមប្រហែលជាអស់ផ្លែហើយមើលទៅបាទពេលដែលវាខ្ចីផ្លែវារៀងក្រហមពេលដែលវាទុំមកផ្លែវារៀងខ្មៅក៏ប៉ុន្តែវាមិនសូវក្លិនខ្លាំងទេដោយសារពួកខ្ញុំឲ្យវាស៊ីមានចម្រោះមានតាំងពីស្មៅតាំងពីពោតកតក់ស្រែកសៀមស្ៅត្រីសិតចំណីដែលខ្ញុំលាយធម្មជាតិអញ្ចឹងចំណីហ្នឹងគឺយើងអត់ទិញពីគេមកទេយើងលាយតែខ្លួនឯងនេះយើងមើលទៅឃើញចំណីធម្មជាតិយើងលាយខ្លួនឯងពោតកតក់ស្រែកសៀមស្ៅត្រីបាទហើយឃើញស្មៅច្រើនអញ្ចឹងខ្ញុំដាក់ឲ្យវាស៊ីស្មៅ 50% នៅក្នុងហ្នឹងបាទអញ្ចឹងស្មៅដែលដាំគុំធំៗហ្នឹងបាទស្មៅដែលខ្ញុំដាំស្មៅផ្អែម SS និងស្មៅ V06 King Grass បាទអញ្ចឹងយើងដាក់នៅហ្នឹងហើយយើងមើលលាមកវាពេលដែលវាជុះមកដំបូងវាអាចមានក្លិនតិចតួចតែវាអត់ក្លិនខ្លាំងដូចសត្វដែលស៊ីចំណីសុទ្ធទេទី1ទី2ពេលដែលវាបាន2ទៅ3ថ្ងៃហើយវាលែងមានក្លិនហើយអញ្ចឹងអត់ច្បូតទេអញ្ចឹងដើម្បីច្បាច់របៀបយើងច្បាច់យើងយកចង់ដោះវាអញ្ចឹងម្រាមយើងពីខាងលើនេះក្តោបឲ្យជាប់ពេលយើងក្តោបជាប់អាទឹកដោះវាជាប់នៅកន្លែងចង់ដោះនេះអញ្ចឹងពេលយើងក្តោបជាប់ហើយយកម្រាម3នេះច្បាច់តែមួយនេះកុំប្រឡែងដល់ក្តោបឲ្យជាប់បើអត់ក្តោបជាប់ទេពេលយើងច្បាច់ចេះរួលឡើងលើវិញអត់ចុះទៅក្រោមទេតែពេលយើងក្តោបនេះជាប់ទឹកដោះនេះចង់នេះច្បាច់ចេញមកអូខេអត់ច្បូតទេអញ្ចឹងរបៀបយើងច្បាច់គឺក្តោបច្បាច់លាក្តោបឲ្យជាប់ច្បាច់លាតែយើងក្តោបឲ្យជាប់នឹងឡើងលើវិញហើយអញ្ចឹងបើសិនវាចេញមកយើងក្តោបឲ្យជាប់កុំខ្លាចវាឈឺយើងក្តោបឲ្យជាប់ហើយយើងអត់មានច្បូតទេច្បូតវាឈឺអូខេអញ្ចឹងឲ្យជូតដៃទៅសារកសិដ្ឋានផ្សេងគេអត់ឲ្យយើងច្បាច់ទេមានណាទេមកអត់ចេញអត់អីទេមកដាក់ច្បាច់ហើយច្បាច់ស្អីមកអីចេះហើយអត់ថតមកមិនទេអត់ចេញតាអត់ហ៊ានមើលចុយហើយច្បាច់អានផ្លែទេឥឡូវម្ដងទៀតច្បាច់ធ្វើឲ្យថតតែក្រោយនេះក៏បានដែរក្រោយនេះច្រើនអូចាប់កាត់ច្បាច់នេះចេញចាប់មកច្បាច់ទេច្បាច់ចឹងអញ្ចឹងយើងលាដែរចាប់ជាប់ច្បាច់លាចាប់ច្បាច់លាចាប់ច្បាច់អត់អីវាសៅហ្នឹងចឹងច្បាច់របៀបចឹងមកអត់អីខ្ញុំកាន់ឲ្យក៏បានអូខេខ្ញុំតុបចាំពេលឲ្យថាមិនមានកូនយកទៅដល់វាអត់អីខ្ញុំតុបជើងហ្នឹងមើលបាទក្តោបឲ្យជាប់ឲ្យច្បាច់ម្រាម3ហ្នឹងបាទលាដៃបាទក្តោបលើក្តោប2លើហើយច្បាច់ក្រោម3បាទច្បាច់ខ្លាំងអត់អីក្តោបច្បាច់បាទអូខេនេះអត់គ្នាជាមតើបាទតើនេះលេងជាមជាមអស់នេះចូលមកអត់ដេញវាចេញមកចាំផ្លែខ្ញុំដេញវាទៅសិនបាត់ទេបាត់ធៀអត់អីមានស្នាយអាចជួយខិតទៅខាងក្រោយតិចទៅឲ្យវាដើរទៅចេះអូខេយើងនៅផ្អើI don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement Everything I do so instinctive and so passionate Every word I move so descriptive like an adjective I got a vendetta against people who patented Being negative when you should be getting after it I got facts over tracks This and that, spitting slow, spitting fast I could roast, I could gas, think I'm okay at last But I don't know if that can erase all the past And the pettiness, a reflection of the emptiness Hilarious, you think you're worth my time, you're delirious Mysterious, because you hide behind a fake exterior Inferior